បើសិនបាទអ្នកទាំងអស់គ្នាមានកូនដែលការឆេវឆាវឲ្យខឹងច្រើនដូចក្មេងប្រុសអ្នកនេះតែអ្នកទាំងអស់គ្នានឹងធ្វើមិនក្មេងប្រុសម្នាក់នេះបានធាក់ទ្វារហើយយកទឹកចេះចូលទៅក្នុងបន្ទប់របស់ម៉ាក់គេនៅពេលដែលគេខឹងហើយនៅពេលដែលគាត់ខឹងគឺថាស្រែកឡូឡាវាយគេវាយឯងគ្រប់គ្នាតែម្ដងអាចថានេះគឺជាសែនពីកំណត់របស់គាត់ដែលគាត់មានអត្តចរិតឆេវឆាវហើយនឹងខឹងគេខឹងឯងខ្លាំងរហូតទៅដល់ម្ដាយរបស់គាត់គឺមានការប្របាក់ចិត្តនិងអស់សង្ឃឹមខ្លាំងមែនតើហើយទីបំផុតគាត់ក៏សម្រេចចិត្តទៅជួបពិភាក្សាជាមួយនឹងដុកទ័រម្នាក់ដែលមានឈ្មោះថាដុកទ័រវូបានចែករំលែកវិធីសាស្ត្រមួយដើម្បីឲ្យគាត់យកមកដោះស្រាយជាមួយនឹងកូនរបស់គាត់ហើយអ្នកទាំងអស់គ្នាក៏អាចសាកល្បងយកវិធីសាស្ត្រនេះទៅអនុវត្តនៅផ្ទះរបស់ខ្លួនឯងផ្ទាល់បានដែរវិធីសាស្ត្រនោះគឺថាត្រូវឲ្យក្មេងដែលកំពុងតែខឹងឬក៏មិនសប្បាយចិត្តនៅលើរឿងអ្វីមួយគឺព្យាយាមសួរគាត់ឲ្យគាត់និយាយចេញមកនៅរឿងដែលធ្វើឲ្យគាត់មិនសប្បាយចិត្តហើយនឹងខឹងបន្ទាប់មកគឺយើងធ្វើការសរសេរនៅរឿងទាំងនោះនៅលើប៉េងប៉ោងឬក៏ក្រដាសមួយសន្លឹកហើយបើសិនជាយើងសរសេររឿងនោះនៅលើប៉េងប៉ោងចុងក្រោយគឺត្រូវឲ្យក្មេងម្នាក់នោះគាត់ទៅបំបីប៉េងប៉ោងនោះចោលដោយខ្លួនឯងវិធីសាស្ត្រមួយនេះគឺដើម្បីឲ្យទីមួយគឺក្មេងដែលកំពុងខឹងគាត់អាចនិយាយចេញមកនៅរឿងដែលធ្វើឲ្យគាត់អត់សប្បាយចិត្តហើយយើងក៏អាចដឹងនៅវិធីសាស្ត្រដើម្បីដោះស្រាយបានល្អជាងមុនដែរហើយមួយទៀតនៅពេលដែលក្មេងគាត់បានបំបីប៉េងប៉ោងនោះចោលគឺមានន័យថាគាត់អាចរំសាយអារម្មណ៍ខឹងរបស់គាត់បានខ្លះមួយចំនួនដែរចឹងសម្រាប់សាច់រឿងមួយនេះបងប្អូនអាចធ្វើការយកអ្វីដែលគាត់សាកល្បងធ្វើនៅក្នុងវីដេអូមកសាកល្បងជាមួយនឹងកូនអ្នកទាំងអស់គ្នាដែលកំពុងតែមានកំហឹងខឹងខ្លាំងពិបាកគ្រប់គ្រងអារម្មណ៍គឺអ្នកទាំងអស់គ្នាអាចសាកល្បងយកវិធីសាស្ត្រមួយនេះមកអនុវត្តជាមួយនឹងកូនអ្នកទាំងអស់គ្នាដែលកំពុងតែខឹងខ្លាំងពិបាកគ្រប់គ្រងអារម្មណ៍ឬក៏កំពុងតែអត់សប្បាយចិត្តអីផ្សេងចែករំលែកវីដេអូមួយនេះដើម្បីអ្នកម្ដាយផ្សេងគាត់បានដឹងពីវិធីសាស្ត្រដ៏ល្អមួយនេះផងការណាត់គ្នាលើកដំបូងខាងស្រីកំងហូបអស់ជាង$800ថែមទាំងហៅមិត្តភក្តិមកញ៉ាំហ្វ្រីទៀតផងតែចុងក្រោយបែរជាខាងប្រុសប្រើល្បិចដាក់យ៉ាងចាស់ដៃតែម្ដងនេះគឺជារឿងរ៉ាវស្នេហាមួយគូដែលកើតឡើងពីការណែនាំគ្នារវាងអ្នកគូកងអីចឹងណាដែលខាងស្រីជាគ្រូបង្រៀនហើយខាងប្រុសគាត់ធ្វើការងាររដ្ឋពេលដែលណាត់ជួបគ្នាលើកដំបូងខាងស្រីបានជ្រើសរើសហាងអាហារមួយដែលមានតម្លៃថ្លៃបំផុតខាងប្រុសវិញក៏មានអារម្មណ៍ថាតាមតឹងដែរព្រោះដឹងថាហាងហ្នឹងគឺមានតម្លៃថ្លៃខ្លាំងប៉ុន្តែវាជាការណាត់ជួបលើកដំបូងចឹងហើយគាត់ក៏យល់ព្រមនាងបានកំងម្ហូបសិតតែថ្លៃហើយមិនត្រឹមតែប៉ុណ្ណោះហើយបានហៅមិត្តភក្តិរបស់នាងមកញ៉ាំជាមួយគ្នាទៀតផងមកជួបគ្នា dating ប៉ុន្តែហៅមិត្តភក្តិមកញ៉ាំអត់ប្រាប់ខាងប្រុសឲ្យដឹងហើយពេលមកដល់គឺគាត់រវល់តែការជជែកគ្នាលេងជាមួយមិត្តភក្តិរបស់គាត់ថាអត់សូវខ្វល់ខ្វាយមកខាងប្រុសទេខាងប្រុសពេលហ្នឹងមានអារម្មណ៍ថាគេសូវឲ្យតម្លៃខ្លួនសោះពេលហ្នឹងគាត់ក៏ធ្វើពុតជាចេញតែក្រៅដើម្បីជួបជាមួយមិត្តភក្តិហើយគាត់បានទៅប្រាប់អ្នកគិតលុយថាគាត់ចេញតែចំណែកខាងគាត់ឯនៅសល់ម៉ានទុកឲ្យខាងស្រីគាត់ជាអ្នកចេញបន្ថែមទៅចំណែកខាងស្រីវិញពេលហ្នឹងគឺភ័យស្លន់ស្លាព្រោះថាអត់មានលុយទូទាត់ឲ្យគេហើយក៏ព្យាយាមនិយាយផ្អែមដើម្បីឲ្យគាត់ត្រឡប់មកវិញអញ្ចឹងណាក៏ប៉ុន្តែបារម្ភអ្នកនោះគឺបានប្លុកនាងចោលបាត់ទៅហើយបរិបសម័យនេះអ្នកខ្លះមិនគេអត់មានលុយទេប៉ុន្តែគេអត់ចង់ចំណាយលុយខុសកន្លែងហើយខុសមនុស្សទេបើខាងស្រីគេមិនឲ្យតម្លៃផងអញ្ចឹងគេក៏មិនចង់ចំណាយដែរបើសិនជាបងប្អូនជាបារម្ភអ្នកនេះវិញនៅក្នុងហេតុការណ៍មួយនេះតើបងប្អូនសុខចិត្តដើរចេញឬមួយក៏ចំណាយលុយដើម្បីរក្សាមុខមាត់បោះបង់កូនចោលរហូតដល់30ឆ្នាំតែត្រឡប់មកវិញទាមទារឲ្យកូនចិញ្ចឹមខ្លួនយើងទាំងអស់គ្នាសម័យចេញអត់ក្មេងអាយុ4ឆ្នាំម្នាក់ត្រូវបានម្ដាយឪពុកទុកចោលនៅតាមផ្លូវហើយដោយសារតែពួកគេគិតថាកូនម្នាក់នោះគឺជាបន្ទុករបស់គាត់នេះគឺជាខ្សែជីវិតពិតរបស់បរិមម្នាក់ដែលមានឈ្មោះថាលីចាលោកលីគាត់ខំប្រឹងតស៊ូតាំងពីខ្លួនជាក្មេងអនាថាដូចថាក្មេងកំព្រារហូតខ្ល้ายទៅជាបុគ្គលជោគជ័យម្នាក់អ្វីដែលមិនគួរឲ្យជឿ30ឆ្នាំក្រោយឪពុកម្ដាយដែលបោះបង់គាត់ចោលបាត់រយៈពេលយូរហើយបែរជាបង្ហាញមុខក្នុងសភាពជាមនុស្សចាស់ជរាទៅហើយក៏ប៉ុន្តែពួកគេមិនមែនមកសុំទោសចំពោះទង្វើដែលគាត់បានធ្វើចំពោះគាត់កាលពីក្មេងទេគឺពួកគាត់មកទាមទារលុយហើយគាត់ថែមទាំងបង្ខំលោកលីនឹងថាត្រូវតែចិញ្ចឹមពួកគាត់ដល់ពេលអញ្ចឹងលោកលីគាត់បានសួរទៅវិញថាកាលពីក្មេងហេតុអីបានជាបោះបង់គាត់ចោលម្ដាយរបស់គាត់ឆ្លើយយ៉ាងឈាមត្រជាក់តែម្ដងថាមកពីពេលហ្នឹងគឺគាត់អត់លុយអញ្ចឹងគឺមានតែជំរឿទុកកូនឲ្យស្លាប់ឬក៏រស់តាមព្រំលិខិតតែម្ដងទោះបីជាមានការឈឺចាប់នឹងពេលសម្ដីយ៉ាងនេះក៏ដោយក៏លោកលីគាត់នៅតែមានចិត្តថាអាណិតឪពុកម្ដាយអញ្ចឹងគាត់សុខចិត្តឲ្យទៅនៅកន្លែងមណ្ឌលចាស់ជរាទៅគឺគាត់បង់លុយឲ្យក៏ប៉ុន្តែឪពុកម្ដាយគាត់គឺបដិសេធអត់ទៅរស់នៅមណ្ឌលចាស់ជរាអីទេគឺចង់មកនៅផ្ទះវិឡារបស់គាត់ហើយចង់ឲ្យប្រពន្ធរបស់លោកលីនឹងបម្រើគាត់ហើយថែមទាំងត្រូវផ្ដល់ទ្រព្យសម្បត្តិអីឲ្យគាត់ថែមទៀតផងហួសចិត្តមែនតែនហ្មងគេថាពីមុនយើងបោះបង់គេចោលហើយឥឡូវបែរជាមកទាមទារទ្រព្យសម្បត្តិហើយចង់ឲ្យគេបម្រើទៀតដល់តែអញ្ចឹងគេមិនព្រមបងប្អូនហើយលោកលីបកាយចឹងទៅក៏គាត់យំស្រែកហ្មងថាកូនគឺជាកូនអកតញ្ញូទង្វើហ្នឹងគឺមានអីក្រៅពីការចង់បំផ្លាញគេឈ្មោះរបស់កូនអញ្ចឹងហើយទីបញ្ចប់លោកលីក៏សម្រេចចិត្តប្រើប្រាស់ផ្លូវច្បាប់ដើម្បីកាត់ផ្តាច់ទំនាក់ទំនងចោលតែម្ដងលោកជឿថាឪពុកម្ដាយដែលបោះបង់កូនចោលឲ្យស្លាប់នៅកណ្ដាលថ្នល់គឺអត់មានសិទ្ធិមកទាមទាររកភាពកតញ្ញូឡើយតែអ្នកយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់លោកលី